ចាសសូមឆ្លើយនឹងសំណួរមួយព្រមឡានដកបានវិញទាំងអស់ឬខាងក្រុមហ៊ុនកាត់ខ្លះចានៅពេលដែលបងប្អូនធ្វើធានារ៉ាប់រងឡានហើយឧបមាថាធ្វើបាន3ខែជីបាន1ខែគឺយើងលក់ឡានឬក៏យកឡានទៅកិនអីអញ្ចឹងនៅសល់រយៈពេល2ខែហ្នឹងគឺគេឲ្យប្រវាយមកវិញទាំងអស់គឺគេគិតដែលចំនួននៃថ្ងៃដែលយើងបានជិះនោះទេហើយអញ្ចឹងណាអញ្ចឹង2ខែអញ្ចឹងគេបែងចែកគណនីទៅតាមហ្នឹងហើយប៉ុន្តែបើសិនជាក្នុងរយៈពេល1ខែដែលបងបានជិះហ្នឹងបងមានគ្រោះថ្នាក់ឬក៏បងបានប្រើប្រាស់ធានារ៉ាប់រងអីអញ្ចឹងអឺឧបមាថាយើងត្រូវជួសជុលឡានឲ្យគេខាងផ្នែកហ្នឹងយើងបានប្រើអស់ប្រមាណអីអញ្ចឹងទៅគឺផ្នែកហ្នឹងគឺគេអត់អាចប្រវាយមកវិញបានទេអញ្ចឹងផ្នែកដែលយើងអត់ទាន់បានប្រើបើសិនជាយើងអត់តែមានបញ្ហាអីនៅពេលដែលយើងជិះ1ខែហ្នឹងណាអញ្ចឹង2ខែដែលនៅសល់ហ្នឹងគឺវាបានមកទាំងអស់ហើយគេចែកជាអីតាមហ្នឹងទៅហើយមិនបាច់បារម្ភទេថាបើបងដាក់ជាមួយខ្ញុំធ្វើឲ្យភ្លាម